ភាគច្រើនអ្នកដែលចាញ់បោកយើងអាចនិយាយបានថាសិតតែជាមនុស្សចាស់តែយុវជនរបស់យើងក៏មិនត្រូវមើលម្លងដែរព្រោះអីមកកាក់ម៉ាស៊ីនដែលយើងខំរកមកបានយ៉ាងលំបាកហើយបែរជាត្រូវចាញ់បោកគេក្នុងមួយប្រព្រឹត្តនេះអញ្ចឹងខ្ញុំសូមជូនពី3ចំណុចទោះបីជាវាតិចតែគាត់អាចយកទៅសិក្សាមើលថាតើអាចផ្ដល់ជាប្រយោជន៍គាត់បន្ថែមយុវជនរបស់យើងកាត់ទៅយើងអាចនិយាយបានថាស្ទាប់យុវវ័យរបស់យើងគាត់មានចំណេះដឹងបច្ចេកវិទ្យានឹងច្រើនព័ត៌មានគាត់អាចស្វែងរកបានយ៉ាងរហ័សហើយលឿនអញ្ចឹងគាត់អាចស្វែងរកព័ត៌មានពីគ្រឹះស្ថានថាតើគ្រឹះស្ថាននោះផ្លូវការឬមិនផ្លូវការគ្រឹះស្ថានដែលផ្លូវការគេមានអ្វីខ្លះអញ្ចឹងស្វែងយល់ឲ្យច្បាស់ថាគេហទំព័រ website Facebook Telegram channel ផ្សព្វផ្សាយទាំងអស់របស់អ្នកដែលផ្ដល់កម្ចីហ្នឹងតើវាពិតជាត្រឹមត្រូវអត់វាចេញពីគ្រឹះស្ថានផ្លូវការដែរឬអត់ដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជារបស់យើងទី2រៀបចំខ្លួនកុំឲ្យខ្លួនហ្នឹងធ្លាក់ចូលទៅក្នុងស្ថានភាពបន្ទាន់មានន័យថាធម្មតាពេលដែលយើងស្ថិតនៅក្នុងសកម្មភាពឬក៏មិនមានគេហៅថាផែនការច្បាស់លាស់យើងធ្លាក់ចូលទៅក្នុងស្ថានភាពបន្ទាន់មានន័យថាយើងបញ្ញាបញ្ញាយើងមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកព័ត៌មានដែលជាចំណុចទី1បាញ់មិញនេះគឺគាត់អាងតខិតគិតថាគេឲ្យខ្ចីលឿនរហ័សមិនត្រូវការតម្កល់អីទេគឺគាត់សម្រាប់ចិត្តភ្លាមរៀបឯកសារអីផ្សេងឲ្យគេផ្ដល់តាក់ញ៉ាំបានឬក៏ធ្វើតាមការណែនាំរបស់ជនឆោបោកនោះគឺយើងប្រកាសជាចាច់បោកគេហើយតែពេលដែលចាញ់បោកគេហើយគឺយើងរៀងពិបាកបន្តិចក្នុងការដកខ្លួនមកវិញព្រោះពាក្យថាជនឆោបោកគឺគេមានវិធីសាស្ត្រច្រើនណាស់ដើម្បីគៀបយើងអាហ្នឹងគឺចំណុចទី2ហើយចំពោះចំណុចទី3យើងជាយុវវ័យត្រូវតែតាមដានឲ្យច្បាស់ពីព័ត៌មានដែលកើតឡើងជំវិញវិធីសាស្ត្របោកប្រាស់នៅលើបណ្ដាញសង្គមក៏ដូចជាព័ត៌មានជំវិញការបោកប្រាស់នៅកម្ពុជារបស់យើងថាតើហ្នឹងគេប្រើល្បិចវាមិនកាលណាដែលយើងស្វែងយល់ពីល្បិចទាំងអស់នោះបានយើងប្រកាសជាការពារខ្លួនយើងបានហើយបើមិនជាយើងអត់អាចថែរក្សាឬក៏ការពារព័ត៌មានផ្ទាល់ខ្លួនរបស់យើងបានទេជនឆោបោកហ្នឹងគឺគេស្រួលនឹងបោកយើងបាន